រាបសួរចំពោះលោកស៊ីសំណារាអគ្គនាយកនៃសាលារៀនបញ្ញវន្តខ្មែរសូមគោរពលោកនាយករងថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូមេដាបៃតាអ្នកណាព្យាបាលនិងមិត្តទាំងអស់ជាទីស្រឡាញ់រាប់អានជំរាបសួរអ្នកខ្ញុំឈ្មោះឡៃសុកលៀងជាសាលារៀនថ្នាក់ទី8កនៃសាលារៀនបញ្ញវន្តខ្មែរថ្ងៃនេះអ្នកខ្ញុំពិតជាមានសេចក្តីសប្បុរសរីករាយយ៉ាងក្រៃលែងដែលបានមកបកស្រាយនៅប្រធានបទមួយយ៉ាងក្តៅគគុកទុកនៅអត្ថន័យយ៉ាងជ្រាលជ្រៅដែលបានចោទសួរថាតើសង្គ្រាមបានផ្ដល់ផលវិបាកអ្វីខ្លះដើម្បីជាស្ពានឈានចូលដល់ការបកស្រាយប្រធានបទខាងលើឲ្យកាន់តែស៊ីជម្រៅនិងក្បោះក្បាយទៅនោះអង្គវិទ្យាទាំងមូលសូមអនុញ្ញាតនេះខ្ញុំបកស្រាយនៅពីកលឹះជាមុនសិនដោយយោងតាមសៀវភៅវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជជួនណាតបានឲ្យនិយមន័យទៅលើពាក្យសង្គ្រាមមានន័យថាការប្រយុទ្ធគ្នាដោយប្រើកម្លាំងយោធាឬអាវុធរវាងប្រទេសនិងប្រទេសរវាងក្រុមនិងក្រុមរីឯពាក្យផលវិបាកវិញនោះមានន័យថាផលមិនល្អផលអវិជ្ជមានដូចនេះប្រធានបទខាងលើមានន័យថាតើការប្រយុទ្ធគ្នាដោយប្រើកម្លាំងយោធាឬអាវុធបានផ្ដល់ផលអវិជ្ជមានអ្វីខ្លះបន្ទាប់ពីបានបកស្រាយនៃប្រធានបទខាងលើរួចមកហើយមុននឹងចូលដល់ការបកស្រាយប្រធានបទនាងខ្ញុំមានសំណួរមួយចង់សួរទៅដល់អង្គវិទ្យាទាំងមូលថាតើអង្គវិទ្យាទាំងមូលចង់បានសង្គ្រាមដែរឬទេបិទណាអង្គវិទ្យាទាំងមូលនឹងឆ្លើយថាទេសង្គ្រាមបានផ្ដល់ផលវិបាកជាច្រើនហើយថ្ងៃនេះនាងខ្ញុំសូមលើកយក3ចំណុចសំខាន់ដែលទាក់ទងនឹងផលវិបាកនៃសង្គ្រាម1ផលប៉ះពាល់ដល់ប្រទេស2ផលប៉ះពាល់ដល់សង្គម3ផលប៉ះពាល់ដល់គ្រួសារ1ផលប៉ះពាល់ដល់ប្រទេសកាត់បន្ថយកម្លាំងការងារនិងការអភិវឌ្ឍប្រទេសបំផ្លិចបំផ្លាញសំណង់មូលដ្ឋានធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះដោយសារការផលិតពាណិជ្ជកម្មនិងទេសចរត្រូវបានធ្លាក់ចុះបាត់បង់ធនធានមនុស្សធនធានធម្មជាតិនិងសត្វព្រៃបាត់បង់ការវិនិយោគទុនពីបរទេសបែកបាក់សាមគ្គីភាពជាតិនិងបង្កឲ្យមានផលវិបាកផ្សេង2ផលប៉ះពាល់ដល់សង្គមបង្កឲ្យមានការភៀសខ្លួននៃប្រជាជនបង្កឲ្យមានការខ្វះខាតអាហារនិងថ្នាំពេទ្យបណ្ដាលឲ្យមានភាពភ័យខ្លាចនិងមិនស្ងប់ស្ងាត់នៅក្នុងសហគមន៍បណ្ដាលឲ្យមានបទល្មើសនិងអំពើអសន្តិសុខកើតឡើងបាត់បង់សិលធម៌និងមានភាពចម្រុងចម្រាស់នៅក្នុងសង្គមនិងបង្កឲ្យមានស្ត្រីមេម៉ាយក្មេងកំព្រានិងជនចាស់ជរា3ផលប៉ះពាល់ដល់គ្រួសារបែកបាក់គ្រួសារដោយសារបាត់បង់សមាជិកគ្រួសារឬចែកទីលំនៅគ្នានៅឆ្ងាយបង្កឲ្យមានភាពអស់សង្ឃឹមនិងទុក្ខសោកប៉ះពាល់ដល់សុខភាពផ្លូវចិត្តនិងផ្លូវកាយបែកបាក់សុភមង្គលនៅក្នុងគ្រួសារនិងប៉ះពាល់ដល់ទ្រព្យសម្បត្តិផ្ទះសម្បែងជាដើមឧទាហរណ៍ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្នមានសង្គ្រាមបង្កឡើងដោយប្រទេសជិតខាងបានផ្ដល់ផលវិបាកជាច្រើននិងខូចខាតប្រាសាទព្រះវិហារដែលចូលជាបេតិកភណ្ឌជាតិនៅថ្ងៃទី7ខែកក្កដាឆ្នាំ2008ហើយត្រូវខូចខាតទ្រង់ទ្រាយធំនៅថ្ងៃទី27ខែកក្កដាឆ្នាំ2025ខូចខាតវត្តអារាមផ្ទះសម្បែងនិងបង្កឲ្យមានការស្លាប់របស់បងវីរៈកងទ័ពនិងគិតត្រឹមថ្ងៃទី27ខែកក្កដាឆ្នាំ2025ជនភៀសសឹកចំនួន40000គ្រួសារស្មើនឹងជាង13,000នាក់ត្រូវភ្លាខ្លួនទៅតំបន់ដែលមានសុវត្ថិភាពឬផ្ទះសាច់ញាតិនិងសាលារៀនចំនួន600ត្រូវបានបិទទ្វារនិងសិស្សចំនួន150,000នាក់ត្រូវទទួលរងផលប៉ះពាល់ដល់ការសិក្សាសរុបសេចក្តីមកសង្គ្រាមគឺជារឿងអាក្រក់បំផុតដែលមនុស្សគ្រប់រូបមិនប្រាថ្នាចង់បានដូចនេះយើងគួរតែសហការគ្នាដើម្បីអភិវឌ្ឍប្រទេសនិងសហគមន៍របស់យើងទៅថ្ងៃអនាគតហើយនេះខ្ញុំក៏មានពាក្យស្លោកមួយដែលបានលើកឡើងថាខ្មែរស្រឡាញ់ខ្មែរខ្មែររួបរวมគ្នាការពារសន្តិភាពហើយនាងខ្ញុំក៏សូមបដិញ្ញាចិត្តថាក្នុងនាមនាងខ្ញុំជាកុលបុត្រកុលធីតាខ្មែរនាងខ្ញុំនឹងខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួននិងអភិវឌ្ឍប្រទេសទៅថ្ងៃអនាគតហើយយើងរួបរวมគ្នាការពារសន្តិភាពប្រទេសនិងជៀសវាងពីសង្គ្រាមការបកស្រាយរបស់នាងខ្ញុំត្រូវបានបញ្ចប់ហើយនាងខ្ញុំក៏សូមថ្លែងអំណរគុណដល់អង្គវិទ្យាទាំងមូលដែលបានចំណាយពេលដ៏មានតម្លៃស្ដាប់ការបកស្រាយរបស់នាងខ្ញុំក៏សូមជូនពរដល់លោកគ្រូនាយកថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូមេដាបៃតាអ្នកណាព្យាបាលនិងមិត្តទាំងអស់ជាទីស្រឡាញ់រាប់អានឲ្យជួបតែពុទ្ធពរទាំង4ប្រការនោះគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លាតឡើយសូមអរគុណ